មិនអីទេនេះជារឿងរបស់ខ្ញុំនៅពេលដែលខ្ញុំបានជួបគ្រោះថ្នាក់នៅក្នុងរទេះលោកការ៉េមរបស់ Mariano ថ្ងៃមួយពេលខ្ញុំកំពុងដើរតាមផ្លូវខ្ញុំកំពុងគ្រវីដៃទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំឈ្មោះអ៊ីសាបែនិងដេនីសាប៉ុន្តែភ្លាមនោះខ្ញុំបានរអិលដួលលើភក់ហើយខ្ញុំបានបុករទេះការ៉េមរបស់ Mariano ដោយគ្រោះថ្នាក់ហើយនោះហើយជាមូលហេតុដែលខ្ញុំឆ្គងប៉ុន្តែអូសុំទោសឬ Lo Santo Mariano ហេហេ